อุกาสหรัตนังธรรมติสังกะเราทะนั่นสมได้อัญญาปีสำนักลงจากครูกรุบปองได้คงนกนองวัดไซตะวันมหาวิทยาได้สถัดนกนองภูมิกลันคุมเปรียคนในรัตนตรัยถึงใบดอยสกได้กรุบหนึ่งดอยจัดจระทลาสมถวายมงคลจำพวกลงจากครูพระชลวรวงศาจาได้เชียร์ปองครูชาวอธิกาสมถวายมงคลจำพวกลงจากครูเยนะสาราวทวสกได้รอบอ่านจำพวกลงจากครูศาสนาสุโภรวมเตียงเนเมนอายุกรุบปองทั้งสมจำรานโปจำพวกในเย็ดโยมเมียนโยมมาจากพรำโยมอุบาสิกากุมเฮียโยมบาสิกากิมมาลีหัวโยมศกโยมพวงนะโยมพวงไงโยมกุ้งกิวนั่งไงเจียดาวมั้ยโยมนั่งไงเรียบร้อยปนังโอ้นั่งไงก็บานอากาลงจากครูศาสนาสโภรัตเนียสมได้นั่งมันบานเตรียมได้ปุ๊ทำเมาโจรูมสดับประสังสวัสดีเป็นประดับจังเต้ก็เพลียมปุ๊อัดบานเตรียมกายเตรียมจัดได้ให้ใครเราสมได้เต้ก็มันบานเตอเชียใส่เย็นโยมปุ๊บะสดับไปยังไม่ปุ๊เชียใส่จังยังไงนี้ก็chỉไงประหอนะดอกบุญกาดขายพิซซ่าปุ๊เปเวลีก็โดยchỉมาเพลทปุ๊จังโนซาไงมนขายมนนั่งปุ๊อะไรจัดโจโลซาไว้ไงให้ก็บานอากาศลงไงนี่ยังประรบกรรมวิธีพิซซ่ากับโบจีบันไดยังโจจับดาวนังมนนะปุ๊นั่งยังสกมัยยังทัวร์เยอะเปลมวยทั้งไงปุ๊ดับปรามการขายพิซซ่าให้มาทลอบtừประเทศสรีลังกาเนาะทัวร์ปรำปีทั้งไงปุ๊ปรำปีทั้งไงปุ๊โดยสานึกระลึกบนนั้นคือสำคัญในของพุทธศาสนาปุ๊นะทำไมกันปรุกข้างดาวคลาเทปุ๊ให้เหยียดโยงกับบ้านโยดังใจจำไหมให้ทั้งไงใส่นั้นก็ปองครูเย็นสาราวก็บ้านสมได้ปุ๊นะตามปิดทั้งไงนั้นก็เป็นขนมกรรมวิธีไอตรูสมได้เนี่ยปุ๊แต่โดยซาแต่เขาแต่เฉลี่ยได้ปุ๊เฉลี่ยโอกาสบ้านจูบเหยียดโยมให้เหยียดโยมก็บ้านโจรูมแล้วก็บ้านอยู่ปุ๊บ้านสดับประซองปัจเจปโทบ้านสมาเตียนเซลให้เราอยู่จังหวัดấyปุ๊ใครเราทาปบะปุ๊ยุบพ้องให้มวยเราอยู่tớiใครเราอัดเสาจะตีสบายวะนะจังก็มาบ้านโจรูม
តាមសំគូបងមីក្រូសង្ស័យចង់អស់ថ្មបងហ្នឹងក៏បានចូលរួមតាមសេចក្តីជ្រះថ្លាហើយក៏អនុមោទនីចំពោះមហាកុសលលោកម្ចាស់គ្រូលោកម្ចាស់អ្នកមានអាយុគ្រប់ព្រះអង្គហើយនឹងញាតិញោមដែលបានលះបង់ពេលវេលាបងនឹងលះបង់កម្លាំងកាយកម្លាំងចិត្តទាំងថវិកាមកដើម្បីចូលរួមក្នុងកម្មវិធីបុណ្យហ្នឹងហើយក៏ចូលរួមជាធម្មទានខ្លះបងតេតងនឹងអវាទរបស់ព្រះសម្មាសម្ពុទ្ធដែលយើងជាពុទ្ធសាសនិកហ្នឹងក៏បីចេះដឹងក៏បីសិក្សាស្ដាប់និងប្រតិបត្តិបងអញ្ចឹងគឺពុទ្ធសាសនាហ្នឹងគឺជាសាសនានៃការត្រាស់ដឹងបងព្រះសម្មាសម្ពុទ្ធគឺព្រះអង្គព្យាយាមបំពេញនៅបារមីដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហ្នឹងគឺអស់កាលដ៏យូរអង្វែងណាបងហ្នឹងលះបង់មិនដោយយើងតិចតួចអីបងហ្នឹងព្រះអង្គត្រូវលះបង់គ្រប់យ៉ាងណាទាំងទ្រព្យសម្បត្តិហ្នឹងជាព្រះអង្គកើតជាព្រះរាជាព្រះអង្គត្រូវលះបង់រាជសម្បត្តិហើយមានភរិយាដូចជាព្រះនាងមន្ត្រីអីហ្នឹងបងហ្នឹងជាអគ្គមហេសីត្រូវលះបង់ឲ្យជាទានហ្នឹងហើយលះបង់នៅជាលីក្រឹស្នាដែលជាកូនហ្នឹងក៏លះបង់ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយមិនមែនលះត្រឹមតែមួយជាតិម្ដងពីរដងនេះបងគឺថារាប់ជាតិមិនអស់បងហ្នឹងគឺថា4អសង្ខ័យនឹង1សែនផែនដីចាប់ផ្ដើមអំពីការទទួលជាកក្រោមព្រះបាទតមូលរបស់ព្រះពុទ្ធទីបញ្ញកបងហ្នឹងគឺចាប់រាប់ត្រឹមនឹងមកគឺ4អសង្ខ័យនឹង1សែនផែនដីច្រើនណាស់បងហើយយើងមើលផែនដីមួយតម្រុំទៅកើតឡើងបានជារូបរាងជាផែនដីហើយរហូតដល់ផែនដីនឹងវិនិច្ឆ័យទៅវិញហើយរាប់4អសង្ខ័យហើយ1សែនផែនដីទៀតបងណាយើងរាប់ត្រឹមតែមួយអសង្ខ័យឆ្នាំហ្នឹងវាច្រើនណាស់ទៅហើយបងសរសេរលេខ1ហើយលេខ0នឹងឯង140ដងបងហ្នឹងមួយអសង្ខ័យបងហើយតម្រុំតែអសង្ខ័យផែនដីហ្នឹងគឺអស្ចារ្យក្រៃលែងណាបងហ្នឹងជាការលះបង់ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធហើយត្រាស់ដឹងដើម្បីអីគឺដើម្បីប្រយោជន៍ដល់សត្វលោកត្រាស់ដឹងគឺដើម្បីរួចផុតចាកទុក្ខហើយព្រះអង្គសម្ដែងពធគឺដើម្បីនាំសត្វលោកហ្នឹងឯងឲ្យរួចផុតអំពីសេចក្តីទុក្ខបងហ្នឹងយើងនឹកដល់គុណព្រះសម្មាសម្ពុទ្ធណាបងហើយពុទ្ធសាសនាហ្នឹងគឺជាសាសនាមួយដែលនាំសត្វចេញចាកអំពីសេចក្តីទុក្ខទៅកាន់បរមសុខគឺព្រះនិព្វានពាក្យថាសាសនាហ្នឹងគឺជាពាក្យទូនមានព្រានបដៅណែនាំអប់រំហ្នឹងហើយអប់រំដោយអ្នកណាគឺអប់រំដោយព្រះសម្មាសម្ពុទ្ធអ្វីបិទថាព្រះអង្គបរិនិព្វានទៅក៏ពិតមែនប៉ុន្តែប្រធមហ្នឹងនៅមានបងនៅមានបត្រៃបិដកមានព្រះអដ្ឋកថាដីកាអីហ្នឹងយើងអាចសិក្សាហើយយើងអាចចែករំលែក
ណែនាំប្រាប់ណាដល់គ្នាណាបងហ្នឹងគឺជាពាក្យទូនមានណារបស់ព្រះសម្មាសម្ពុទ្ធហ្នឹងអញ្ចឹងទៅក៏នឹករលឹកឃើញណារឿងរ៉ាវណាកាលដែលព្រះអង្គនៅជាព្រះបរមពុទ្ធិសត្វបងកាលនោះគឺណាព្រះបាទព្រហ្មទណ្ឌសោរិសម្បត្តិណានៅឯនគរពរាណសីបងខ្ញុំភួងថាស្គាល់ពរាណសីដែរបងហ្នឹងអូកន្លែងដែលណាព្រះអង្គសម្ដែងធម្មចក្រណាប្រោសបញ្ចវគិយបងហ្នឹងហៅថានគរពរាណសីណាសពថ្ងៃហ្នឹងនៅហៅជនជាតិគេហៅថាវរណសីបងឬក៏សារណាតណាសារណាតហ្នឹងគឺក៏មានរឿងរ៉ាវណាបងមានរឿងរ៉ាវតាក់ទងនឹងទីកន្លែងហ្នឹងគួរជ្រះថ្លាណាបងសិតតែជាកន្លែងដែលព្រះអង្គបំពេញបារមីបងអញ្ចឹងក៏ណាសារណាតហ្នឹងគឺជាទីពឹងណាបងទីពឹងណាកាលនោះគឺព្រះអង្គណាកើតជាសត្វមរឹកបងសត្វមរឹកហើយបរិជានឹងបានបរបាញ់សត្វមរឹកណាសម្រាប់សត្វមរឹកទៅគឺព្រះបរមពុទ្ធិសត្វកាលនោះជាប្រធាននៃសត្វមរឹកហ្នឹងបងបានជួយបងចេះនិយាយភាសាមនុស្សទៅក៏រឿងរ៉ាវហ្នឹងគឺថាលើកបន្តិចទេបងប៉ុន្តែមិនដែរខ្ញុំអត់យូរពេកទេបងដល់ពេលព្រះជាហ្នឹងណាលះបង់រាជកិច្ចសបាយទៅក្នុងការបរបាញ់សម្រាប់សត្វមរឹកហ្នឹងទៅចឹងទៅអាការងារនៅក្នុងព្រះរាជវាំងហ្នឹងក៏ទុកចោលហ្នឹងហ្នឹងអញ្ចឹងពួកអាមាត្យហ្នឹងគិតថាបើសិនជាយើងបណ្ដោយឲ្យនៅតែអញ្ចឹងទៀតមិនកើតទេបងរឿងរ៉ាវត្រូវដោះស្រាយបងរឿងរ៉ាវព្រះនគរមួយទាំងមូលអញ្ចឹងទៅរកវិធីធ្វើម៉េចហ្នឹងធ្វើរបងពាត់ណាចំការណាបងក្នុងព្រះរាជនគរហ្នឹងមានឧសៀនមានអីចឹងទៅណាធ្វើរបងធ្វើស្រះទឹកធ្វើសួនបន្លែធ្វើអីរួចហ្នឹងទៅនាំគ្នាទៅប្រមូលអាសត្វមរឹកហ្នឹងដេញបង្អើលពីព្រៃមកចូលមកក្នុងណារាជឧសៀនហ្នឹងអញ្ចឹងទៅព្រះរាជាហ្នឹងក៏ណាមិនបាច់ចាំសម្លាប់ណាពេលខ្លះក៏សម្លាប់ខ្លួនឯងទៅបកបាញ់ហើយពេលខ្លះក៏ណាប្រើឲ្យចុងភៅហ្នឹងទៅដល់ពេលដែលត្រូវណាធ្វើព្រះកយាហ្នឹងក៏ណាទៅសម្លាប់ទៅហើយមរឹកកាលនោះមាន2ភូមិបងណាភូមិមួយហ្នឹងក៏ណាជាប្រធានអញ្ចឹងទៅមានបរិវារហ្នឹង500ហើយភូមិមួយទៀតហ្នឹង មានប្រធានមួយហើយនឹងណាមានបរិវារហ្នឹង500ហើយប្រធានហ្នឹងហើយមានរោមហ្នឹងពណ៌មាសបងមានរោមពណ៌មាសហើយដល់ពេលដែលឃើញព្រះរាជាហ្នឹងឯងសម្រាប់មរឹកដែលជាបរិវាររបស់ខ្លួនហ្នឹងវាដូចថាសំណោះបងសំណោះអាណិតណាសត្វមរឹកដែលគេត្រូវគេណាដេញបាញ់ដេញគប់ដោយលំពេងអីហ្នឹងគឺថាមើលទៅវាគួរឲ្យអាណិតសង្វេគហ្នឹងអញ្ចឹងទៅធ្វើម៉េចកុំឲ្យណាវាលំបាកណាក្នុងការស្លាប់ក៏រៀបចំដាក់វេនគ្នាបងវេនណាគឺថាមរឹក2ក្រុមហ្នឹងណាក្នុងមួយថ្ងៃណាគឺបដូរវេនគ្នាណាត្រូវដាក់ទៅបញ្ជូនទៅមួយទៅស្អែកឡើងណាបញ្ជូនទៅមួយទៀតទៅណាមកខាងមួយក្នុងមួយថ្ងៃហ្នឹងអញ្ចឹងទៅដល់ពេលដល់ថ្ងៃមួយនោះក៏មានណាមេមរឹកញីណាបងមានគោអញ្ចឹងទៅក៏ណាស្រឡាញ់កូននៅក្នុងផ្ទៃហ្នឹងឯងមិនខ្លាចស្លាប់ទេប៉ុន្តែនឹកអាណិតកូនណាបងអញ្ចឹងទៅក៏សុំឲ្យមេជាប្រធានមរឹកហ្នឹងរកអ្នកជំនួសហ្នឹងដល់ពេលទៅប្រធាននៃមរឹកហ្នឹងគឺណាជាតួអង្គទេវទត្តណា
chia bậc thiênในสัตว์มรกมันอนุญาตទេបងគឺថាគឺដាច់ខាតតែម្ដងថាគឺมันអាចមានអ្នកជំនួសបានទេណាដល់វេនហ្នឹងគឺត្រូវតែទៅឲ្យគេសម្លាប់ទៅដេកនៅលើជ្រុញឲ្យគេកាត់កណាដល់ពេលអញ្ចឹងណាសុំផ្លាស់ប្ដូរអត់បានអញ្ចឹងទៅក៏ទៅពឹងប្រធាននៃសត្វមរឹកមួយទៀតហើយប្រធាននៃសត្វមរឹកមួយទៀតហ្នឹងគឺជាតួអង្គណាព្រះបរមពុរិស័ទហ្នឹងអញ្ចឹងទៅក៏ព្រះអង្គមានទឹកចិត្តណាករុណាណាពូអាណិតហ្នឹងហើយអញ្ចឹងទៅក៏សុខចិត្តស្លាប់ជំនួសពូគឺថាដល់វេលាដែលត្រូវទៅអញ្ចឹងទៅក៏ទៅហើយដេកលើកំណល់ឈើអញ្ចឹងទៅណាដល់ពេលអញ្ចឹងណាចុងភៅហ្នឹងទៅដើម្បីសម្លាប់ក៏ឃើញសត្វមរឹកជាប្រធានហ្នឹងឯងអញ្ចឹងដឹងថាព្រះជាបានណាលើកលែងប្រធាននៃសត្វមរឹកហ្នឹងដឹងហ៎បងហ្នឹងដឹងអញ្ចឹងទៅក៏អត់ហ៊ានសម្លាប់ទេទៅណាក្រាបទូលដល់ព្រះជាដល់ពេលក្រាបទូលដល់ព្រះជាទ្រង់យាងមកណាដល់ពេលយាងមកទៅក៏សាកសួរណាសត្វមរឹកដល់ពេលសាកសួរទៅក៏ណាប្រធាននៃសត្វមរឹកដែលជាតួអង្គព្រះបរមពុរិស័ទហ្នឹងក្រាបទូលព្រះជាថាមានមេមរឹកណាមួយនោះគឺណានាងមានគោណាគឺសុំឲ្យរងចាំដើម្បីឲ្យគោរបស់នាងនឹងប្រសូតកើតមកហើយនាងនឹងណាមកស្លាប់ដល់ពេលចឹងទៅព្រះជាបានដឹងរឿងផងដឹងរឿងថាណាប្រធាននៃសត្វមរឹកហ្នឹងសុខចិត្តស្លាប់ផងសុខចិត្តលះបង់ជីវិតខ្លួនឯងណាដើម្បីណាឲ្យអ្នកដតីហ្នឹងបានរស់ដល់ពេលចឹងទៅព្រះជាងតក់ស្លុតហ្នឹងបងតក់ស្លុតវាថាអស្ចារ្យបងថាអ្នកណាក៏ស្រឡាញ់ជីវិតណាបងណាស្រឡាញ់ជីវិតខ្លួនឯងណាហើយខ្លាចសេចក្តីស្លាប់ណាប៉ុន្តែស្ដេចមរឹកហ្នឹងគឺណាសុខចិត្តស្លាប់ដើម្បីអ្នកដតីនឹងការលះបង់ហ្នឹងអស្ចារ្យហ្នឹងហើយព្រះអង្គហ្នឹងក៏ណាភ្ញាក់ដឹងខ្លួនឡើងព្រោះថាសំបីសត្វក៏ណាមានចិត្តអាណិតណាចំពោះសត្វផងគ្នាណាចំណែកឯយើងជាមនុស្សហ្នឹងគឺថាអត់មានចិត្តមេត្តាបងនៅពេលហ្នឹងណាព្រះជាអត់សម្លាប់ទេបងអត់សម្លាប់ទេគឺថាលើកលែងឲ្យព្រះបរមពុរិស័ទចឹងហើយក៏ព្រះបរមពុរិស័ទហ្នឹងឯងក៏បានណាប្រទាននៅពធទេសនាណាទូនមានដល់ណាព្រះជាហ្នឹងឯងឲ្យជាអ្នកគ្រប់គ្រងរាជប្រកបដោយធម៌ណាជាអ្នកមានសិលត្រូវណាខំប្រឹងបំពេញបុណ្យណាជួយសង្គ្រោះណាប្រជានរាស្ត្រណាដែលក្រីក្រណាកំសត់ហ្នឹងណាបងហ្នឹងហើយទៅក៏សុំឲ្យព្រះជានឹងឯងលើកលែងណាដល់ពពួកសត្វដែលរស់នៅក្នុងព្រៃណាសត្វដែលនៅក្នុងស្រុកសត្វជើង4សត្វជើង2បងអញ្ចឹងក៏ចាប់តាំងពីនឹងមកណាបងហ្នឹងហើយអញ្ចឹងទៅក៏ទីហ្នឹងហៅថាសារណាតសារណាតហ្នឹងបានន័យថាសារៈហ្នឹងជាទីពឹងណាគឺព្រះបរមពុរិស័ទហ្នឹងឯងធ្វើជាទីពឹងដល់ណាពពួកនៃសត្វមរឹកជាងការលើកឡើងហ្នឹងនឹកឃើញពាក្យហ្នឹងទៅក៏ចូលថាសាច់រឿងតិចហ្នឹងដល់ពេលចូលទៅក៏ណាបញ្ចប់សាច់រឿងហ្នឹងទៅបងដើមឡើយហ្នឹងគឺនឹកឃើញថា
trong lược rương bịch chia nèประบาทព្រមតននឹងឯងណាគឺព្រះបរមពោធិសត្វហ្នឹងកើតជាសត្វក្អែកពូសត្វក្អែកពូហ្នឹងហើយញាតិញោមស្គាល់សត្វក្អែកទេពូហ្នឹងសត្វក្អែកហ្នឹងកាលនោះក៏យើងហ្នឹងសពថ្ងៃមានដែរណាពូនៅវត្តយើងហ្នឹងគឺពូសត្វក្អែកហ្នឹងហើឆក់នេះឆក់នោះពូហ្នឹងហើយមកក្នុងគំនោសម្រាមធុងសម្រាមហើយតាមសម្បុកសត្វអីណាពូសម្បុកចាបសម្បុកលលោកអីហ្នឹងគឺមកដើម្បីចឹកណាជាមកលួចហ៎ពូហ្នឹងលក្ខណៈជាចៅពូចឹងក៏រឿងរ៉ាវនៃសត្វក្អែកហ្នឹងក៏នឹងនៅក្នុងសម័យនោះគឺណាព្រះជាប្របាទព្រហ្មទណ្ឌសោយរាជសម្បត្តិនៅឯនគរពរិណសីហ្នឹងពូហើយមានសត្វក្អែកពីរហ្នឹងក៏ទុំនៅលើបង្គោលណាបង្គោលរបងណាពូហ្នឹងហើយមានណាបរោហិតណាគាត់ធ្វើដំណើរឆ្លងកាត់ណាដើម្បីចូលព្រះនគរហ្នឹងក៏ណាសត្វក្អែកហ្នឹងគេឃើញបរោហិតណាពូបរោហិតហ្នឹងអ្នកធ្វើការរាជការពូណាអ្នកធ្វើការរាជការអ្នកបំពេញនៅប្រយោជន៍រាជកិច្ចដល់ណាព្រះនគរហ្នឹងហៅថាបរោហិតហ្នឹងអញ្ចឹងបរោហិតហ្នឹងគាត់ណាមានវ័យចាស់អីចឹងទៅណាហើយក្បាលគាត់ហ្នឹងដូចថាមិនសូវមានសក់អីចឹងណាពូហ្នឹងហើយក្អែកហ្នឹងគេឃើញក្បាលណាឡងណាចឹងទៅគេចង់ណាបន្តបងលិមួកដាក់លើក្បាលហ្នឹងហ្នឹងហើយគេនិយាយប្រាប់ក្អែកណាជាសម្លាញ់ហ្នឹងថាយើងចង់បន្តបងលិមួកដាក់ក្បាលណាព្រាមហ្នឹងណាហ្នឹងក្អែកមួយទៀតហ្នឹងហាមថាកុំចង់ណាលេងសើចជាមួយនឹងណាអ្នកមានអំណាចហ្នឹងហើយក្អែកមួយទៀតដឹងហ៎ព្រោះដឹងថាគាត់ជាប្រោហិតគាត់មានអំណាចចឹងហើយហាមគាត់ប៉ុន្តែហាមអត់ឈ្នះព្រោះក្អែកដែលចង់បន្តបងហ្នឹងក៏ណាបន្តបងលិមួកដាក់ណាក្បាលរបស់ប្រោហិតហ្នឹងទៅហើយអាហ្នឹងដោយការលេងសើចសប្បាយព្រោះហ្នឹងគឺថាគាត់នឹងមិនអាចធ្វើអីយើងបានទេយើងចេះហើបានខ្ពស់បានអីចឹងណាហ្នឹងគាត់នឹងណាជាមនុស្សចាស់អីចឹងទៅមានណាព្រោះហ្នឹងគាត់ខឹងគាត់រងចាំឱកាសព្រោះរងចាំឱកាសដើម្បីសងសឹកជាមួយនឹងសត្វក្អែកហ្នឹងចឹងទៅដល់ពេលដែលណាថ្ងៃមួយហ្នឹងណាភ្លើងហ្នឹងវាទៅឆេះរោងដំរីបងឆេះរោងដំរីនៅក្នុងបរិជ្ជវាំងហ្នឹងបងហ្នឹងទាំងទៅវាធ្វើឲ្យសត្វដំរីរបស់បរិជ្ជាហ្នឹងរលាកភ្លើងបងរលាកភ្លើងហ្នឹងវាមានរបួសមានអំបៅអីចឹងណាបងចឹងទៅក៏ប្រោហិតហ្នឹងគាត់គិតថាអូបានឱកាសហ្នឹងហើយបានឱកាសដើម្បីក្រាបទូលព្រះរាជាឲ្យណាគេទៅស្វែងរកខ្លាញ់សត្វក្អែកបងយកមកជាបាលណាសត្វដំរីបងកាលនោះព្រះរាជាហ្នឹងខ្វះការពិចារណាបងហ្នឹងហើយជឿតាមប្រោហិតហ្នឹងហ្នឹងហើយតើអញ្ចឹងទៅក៏ណាឲ្យគេតាមសម្លាប់ក្អែកបងសម្លាប់ហើយរកខ្លាញ់អត់ឃើញបងរកអត់បានចេះតែតាមសម្លាប់ណាសម្លាប់រហូតឡើងចង់ផុតពូជបងហ្នឹងហើយកាលនោះ
ព្រះបរមពោធិសត្វក៏ជាសត្វក្អែកហ្នឹងមានជាប្រធាននៃហ្វូងសត្វក្អែកហ្នឹងមានបរិវារចំនួន 80000 ហ្នឹងដល់ពេលអញ្ចឹងទៅបានដឹងរឿងហ្នឹងណាបងហ្នឹងដឹងរឿងហ្នឹងហ្នឹងអញ្ចឹងគិតថាណាបើវាតែណាព្រះបរមពោធិសត្វហើយគឺអត់មានអ្នកណាមួយអាចបន្តបងនៅភ័យអន្តរាយនឹងបានទេហ្នឹងហើយអញ្ចឹងកាលនោះបើសិនជាអត់បានព្រះបរមពោធិសត្វទេសត្វក្អែកប្រហែលជាដាច់ពូជទេបងហ្នឹងហើយព្រះជាហ្នឹងហើយជឿការញុះញង់របស់ណាប្រោហិតហ្នឹងហើយដល់ពេលអញ្ចឹងទៅក៏ព្រះបរមពោធិសត្វហ្នឹងពូព្រះអង្គហើទៅណាមួយអង្គឯងហ្នឹងហើយដោយព្រះអង្គនឹករលឹកដល់ណាបារមីក្នុងការបំពេញបារមីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធណាបងហ្នឹងហើយចម្រើនមេត្តាចិត្តទៅក៏ហើចូលទៅព្រះនគរហ្នឹងហើយហើចូលទៅតាមបង្អួចដែលគេបើកហ្នឹងហើចូលទៅចូលពីក្រោមណាអាសនៈរបស់ព្រះជាហ្នឹងហើយដល់ពេលអាមាត្យហ្នឹងឃើញអញ្ចឹងទៅក៏ដេញចាប់ពូដេញចាប់ហើយក៏ព្រះជាខត់ហើយសត្វក្អែកហ្នឹងមកដើម្បីរកទីពឹងហ្នឹងអញ្ចឹងទៅក៏មិនឲ្យគេចាប់ឲ្យគេធ្វើបាបអីទេអញ្ចឹងទៅក៏ព្រះបរមពោធិសត្វហ្នឹងក្រាបទូលព្រះជាថាព្រះជាណាមិនក៏បីលុះនៅក្នុងអកតេទេហ្នឹងណាបើមិនបានគិតឲ្យបានល្អិតល្អន់ទេគឺមិនក៏បីបំពេញនៅរាជកិច្ចហ្នឹងមិនត្រូវលុះនៅក្នុងអកតេណាមានណាតោសាកតេភយាកតេមោហាកតេនិងអកតេ4យ៉ាងណាឆន្ទាកតេហ្នឹងអកតេហ្នឹងគឺលំអៀងហ៎បងហ្នឹងលំអៀងព្រោះស្រឡាញ់ណាស្រឡាញ់អញ្ចឹងទៅឧទាហរណ៍ថាយើងនេះធំអីចឹងទៅត្រូវកាត់ក្តីត្រូវវិនិច្ឆ័យរឿងរ៉ាវអីមួយចឹងទៅលំអៀងព្រោះស្រឡាញ់ដល់ពេលរឿងរ៉ាវកើតឡើងកាន់ជើងម្ខាងអីចឹងណាបងណានេះជាសាច់ញាតិយើងនេះធ្លាប់មានឧបការៈចំពោះយើងអីចឹងទៅទោះបីជាខុសណាឲ្យទៅជាត្រូវហ្នឹងលំអៀងហ៎បងហ្នឹងលំអៀងនឹងហៅថាអកតេហើយណាលំអៀងព្រោះស្អប់ណាស្អប់ទៅអាត្រូវក៏ឲ្យចាញ់ហើយបងហ្នឹងស្អប់ហ្នឹងព្រោះស្អប់ហ្នឹងហើយព្រោះការមិនចេះដឹងបងដូចវិរិជាអញ្ចឹងណាអត់បានដឹងព្រោះអត់បានដឹងថាសត្វក្អែកហ្នឹងមានខ្លាញ់ពិតមែនអត់ដឹងទេអញ្ចឹងទៅអាមាត្យហ្នឹងប្រហិតហ្នឹងកុហកទៅក៏ចេះតែជឿទៅហ្នឹងតាមពាក្យហ្នឹងទៅឲ្យគេតាមសម្លាប់ហ្នឹងតាមពិតណាអាមាត្យហ្នឹងឯងណាគឺជាប់ដោយការចងពីគឺព្រះបរមពោធិសត្វពោលព្រោះថាណាប្រហិតហ្នឹងជាប់ដោយការចងពីណាហើយធម្មតាសត្វក្អែកទាំងឡាយហ្នឹងគឺมันមានខ្លាញ់រាវទេហ្នឹងគឺសត្វក្អែកទាំងឡាយហ្នឹងណាបងមិនបានអត់មានខ្លាញ់រាវខ្ញុំព្រមហ្នឹងគឺសត្វក្អែកហ្នឹងតែងតែមានសេចក្តីភ័យជានិច្ចព្រោះភ័យហ្នឹងវាជាប់ជានិច្ចណាឃើញថាមកហោះហើរអីស្រែកមកលួចមកអីឆក់អីចឹងមែនប៉ុន្តែភ័យខ្លាចព្រោះភ័យខ្លាចគេធ្វើបាបគេគប់គេកវែងអីចឹងទៅហ្នឹងប៉ុន្តែបន្លំមើលតែយើងភ្លេចខ្លួនណាឆាបយករបស់យើងទៅបាត់ហ្នឹងគឺថាសត្វក្អែកហ្នឹងគឺណាតែងតែណាធ្វើបាបបៀតបៀនដល់មនុស្សទាំងឡាយហ៎បងណាទាំងបុរសទាំងស្ត្រីទាំងណាក្មេងទាំងចាស់ហ្នឹងឯងគឺថាបៀតបៀនដល់មនុស្សទាំងឡាយដល់ពេលអញ្ចឹងទៅវាមានសេចក្តីភ័យខ្លាចហ្នឹងឯងជាប់ជានិច្ច
ចឹងទៅបានជាសត្វក្អែកហ្នឹងវាអត់មានខ្លាញ់ទេបងហ្នឹងហើយnếuយើងអាចយល់ដឹងប៉ុណ្ណឹងហ្នឹងបងណាហ្នឹងយើងដឹងថាសត្វក្អែកហ្នឹងគឺអត់មានខ្លាញ់ទេអញ្ចឹងអ្នកណាថាយកសត្វក្អែកយកខ្លាញ់ទៅព្យាបាលអីគឺយើងដឹងហើយយើងអត់ជឿទេបងហើយដល់ពេលអញ្ចឹងទៅព្រះរាជាហ្នឹងក៏ចាប់ផ្ដើមជ្រះថ្លាបងជ្រះថ្លាបានដឹងរឿងរ៉ាវហ្នឹងថាចាញ់បោកប្រោហិតណាហ្នឹងហើយជ្រះថ្លានឹងសត្វក្អែកហ្នឹងហើយព្រះបរមពោធិសត្វហ្នឹងក៏បានសម្ដែងនៅពធឲ្យព្រះអង្គហ្នឹងឯងតាំងនៅក្នុងនិច្ចសិលព្រោះត្រូវរក្សាសិលណាបងហ្នឹងហើយមិនត្រូវសម្លាប់សត្វមិនត្រូវលួចទ្រព្យគេណាមិនត្រូវប្រព្រឹត្តខុសក្នុងបុត្រភរិយាអ្នកដតីណាមិនត្រូវពោលពាក្យកុហកមិនត្រូវណាទៅសោយនៅទឹកស្វឹងហ្នឹងហើយគឺសត្វក្អែកព្រះបរមពោធិសត្វហ្នឹងចេះសម្ដែងពធអីចឹងទៀតណាបងហ្នឹងហើយទូនមានបរិជាហ្នឹងកុំឲ្យលុះនៅក្នុងណាអកតេអញ្ចឹងណាតេតងនឹងរឿងរ៉ាវហ្នឹងគឺចង់បញ្ជាក់ថាណារឿងរ៉ាវអីក៏ដោយបងណាណាពេលដែលណាគ្រាន់តែឮណាកុំតន់អាចជឿណាឬក៏ថាគ្រាន់តែឃើញណាណាក៏កុំតន់អាចជឿណាត្រូវសិក្សាស្វែងយល់ណាព្រោះថាយើងនេះយើងថាស្រាវជ្រាវហ៎បងណាមានផុសតាងមានអីជាក់លាក់ច្បាស់លាស់ទៅចាំណាសុំជឿហ្នឹងហើយយើងកុំឲ្យចិត្តតែគិតស្មានឲ្យជឿណាឬអ្នកដតីណាសម័យឥឡូវផងងាប់នឹងគេបោកអីបងហ្នឹងហើយសម័យឥឡូវស្បូរគេបោកណាញោមបងអញ្ចឹងយើងណាមានរឿងរ៉ាវអីកុំឲ្យឆាប់ជឿបងហ្នឹងហើយយើងសាកសួរគិតត្រេះរិះពិចារណាឲ្យបានល្អិតល្អន់ណាកុំឲ្យឆាប់ជឿជួនកាលមនុស្សខ្លះបងរឿងតូចហ្នឹងទៅជារឿងធំបងហើយត្រូវនឹងអកតេណាគំនុំអីចឹងផងទៀតអាហ្នឹងកាន់តែណាណីទៀតណាបងហ្នឹងហើយអញ្ចឹងដល់ពេលព្រះជាពេលហ្នឹងគឺណាជ្រះថ្លាណាបងជ្រះថ្លាឲ្យគេយកប្រេងលាបស្លាបឲ្យគេរៀបចំណាចំណីរបស់ព្រះបរមពោធិសត្វដែលជាសត្វក្អែកហ្នឹងឲ្យណាបរិភោគនៅណាកាយាស្ងោយបងជាណាអាហាររបស់ព្រះរាជានឹងទៀតបងហើយបកគលទាំងរាជសម្បត្តិឲ្យទៀតណាជ្រះថ្លាបងបានណាព្រះបរមពោធិសត្វណាអត់ទទួលទេសុំតែណាឲ្យព្រះរាជានឹងលើកលែងដល់ណាសត្វក្អែកណាកុំឲ្យសម្លាប់សត្វហ្នឹងហើយចឹងទៅក៏ទីចុងក្រោយហ្នឹងណាព្រះរាជាហ្នឹងបានមកជាព្រះអនន្តបងព្រះអនន្តណាបងហើយសត្វក្អែកហ្នឹងគឺណាព្រះបានមកណាជាព្រះសម្មាសម្ពុទ្ធនៃយើងនឹងឯងអញ្ចឹងក៏ប៉ុណ្ណឹងចុះបងហ្នឹងអញ្ចឹងក៏ប៉ុណ្ណឹងបញ្ចប់តែប៉ុណ្ណឹងណាសូមអនុមោទនាបងគណៈសាធុគណៈអរគុណព្រះគ្រូបានអនុគ្រោះដើម្បីបានទានឱវាទឬជាការលើកឡើងនៅធម្មទានដើម្បីជាប្រយោជន៍ដល់ក្នុងកាលណាទាំងឡាយនិងញាតិញោមពុទ្ធបរិស័ទដែលមកប្រកបពេលនេះជាថ្លាណាហើយក៏សពដងយើងមិនដែលមានកម្មវិធីពីរពេលទេទៅតែថ្ងៃ15តែថ្ងៃយើងធ្វើថ្ងៃ14ថ្ងៃសុទ្ធមុនដើម្បីកុំឲ្យមានកិច្ចច្រើននៅក្នុងថ្ងៃស្អែកព្រោះថ្ងៃស្អែកនេះយើងត្រូវមានសូត្រសិក្ខាយវត្តឬក៏បដិមកអីបន្ថែមទៅមានធម្មកថាសម្ដែងធម៌ហើយក៏នៅមានការបូជាប្រទីបក៏ដូចជាបូជាគោមជាដើមទាំងដែរព្រោះឲ្យពេលព្រះអង្គគ្រូលើកឡើងអញ្ចឹងតកតនឹងពធទេសនាថ្ងៃនេះក៏បានការយល់ដឹងច្រើនខ្ញុំណាតកតងរឿងរ៉ាវប្រវត្តិនៅក្នុងទឹកដីពេលក្រុងព្រះរាណសីដែលយើងធ្លាប់តែឮសូរថានាំគ្នាទៅរៀននៅនគរព្រះរាណសីអញ្ចឹងយើងមានហៅហៅតែយើងមិនដឹងប្រវត្តិរឿងរ៉ាវតែថ្ងៃនេះក៏អង្គគ្រូបានអធិប្បាយបញ្យល់ទៅយើងក៏បានដឹងមកពីពាក់ព័ន្ធនឹងរឿងរ៉ាវការបានការទីពឹងរបស់សត្វផងគ្នានឹងហើយនឹងរឿងរ៉ាវដែលយើងប្រកបប្រចាំថ្ងៃទៅដោយអកតេសូម្បីតែសត្វហ្នឹងក៏ដោយណាខ្ញុំមិនមែនតែមនុស្សទេព្រោះមនុស្សកាន់តែខ្លាំងក្លាទៀតព្រោះសត្វយើងអាចស្គាល់
ថ្ងៃធ្វើពីមុខដូចជាល្អអញ្ចឹងទៅតែខាងក្រោយក៏មិនប្រកាស